វាសួរបងអ៊ំបឋមចង់សុំសួរបងសប្តាហ៍មានអាយុប្រហែលហើយបង41ឆ្នាំហើយបងមានគ្រួសារមានកូន2នាក់ចាបាទហើយបងការពីឆ្នាំណាដែរ8ជាង86 87ចឹងហើយគ្រួសារបងអត់នៅទេអត់ទេគាត់ស្លាប់ហើយចឹងឲ្យខ្ញុំចង់សួរមិនដឹងថាហេតុអ្វីមិនសុំទោសណាមិនមែនជាការងាយព្រោះខ្ញុំមានចម្ងល់ថាមិនដឹងថាគីឡូឪពុកម្ដាយបងមានរូបដូចថាដូចបងដែរឬក៏មានជីដូនជីតាដែលមានរូបសម្បត្តិដូចបងដែរបានជាបងមានរូបរាងប្លែកពីគេអញ្ចឹងណាចាអត់ផងតែខ្ញុំតែឯងមានទេណាអញ្ចឹងអ៊ំខាងនេះត្រូវជាម្ដាយកើតហើយឪពុកបងឪពុកខ្ញុំស្លាប់ហើយអញ្ចឹងឪពុកក៏គាត់មានរូបរាងធម្មតាដែរអត់បាទមិនដូចជាបងទេតែក្រោយមកបងបានកូន2នាក់បាទហើយកូនមួយស្រីហើយប្រុសកូនស្រីបែរជាមានរូបរាងដូចបងដែរបាទតែកូនប្រុសមានរូបរាងធម្មតាដូចជាធម្មតាហើយចេះសពថ្ងៃបងប្រកបមុខរបរអីដែរបងខ្ញុំធ្វើស្រែបងធ្វើស្រែបងអត់មានប្រកបមុខរបរអីក្រៅពីធ្វើស្រែទេអត់ទេអញ្ចឹងជីវភាពបងរស់នៅសពថ្ងៃមានជួបបញ្ហាអីលំបាកលំបិនប៉ុណ្ណាដែរបងជួបការលំបាកដែរជួបការលំបាកច្រើនបាទគូកន្លងមកខាងប្រជាជនយើងមានការភ្ញាក់ផ្អើលតាមពីមុនណាធ្លាប់ជួយបងទៅភ្នំពេញតាមខ្ញុំដឹងប៉ុន្តែខ្ញុំមិនបានទៅតាមដានប៉ុន្តែមានការភ្ញាក់ផ្អើលច្រើនហើយបបចុះកសែតចុះអីពីគ្រប់ស្ថានីយ៍កសែតទូអីជាច្រើនហើយខាងខ្ញុំនេះអត់បានដឹងរឿងច្បាស់លាស់បានវាឱកាសដែលបានមកមើលភ្នំបាយងនេះក៏មកជាងបងបន្តិចបន្តួចអញ្ចឹងខ្ញុំអស់ពីអីដែលសួរបងហើយសូមអរគុណច្រើនហើយសូមជម្រាបលាបាទអរគុណបង